ទូឡើងសំឡេងផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើងពេញអាកាសហើយរលកនឹងខ្យល់បានបក់គាត់យ៉ាងខ្លាំងបោកគាត់ទៅលើចំការដំឡូងនៅក្បែរនោះគាត់រងរបួសធ្ងន់ប៉ុន្តែគាត់នៅរស់ណាទាំងអស់គ្នានិយាយទៅមានហេតុការណ៍ឡើងរន្ធត់ប៉ុណ្ណឹងប៉ុន្តែចឹងនិយាយថាសំខាន់គាត់ត្រូវរបួសធ្ងន់ហើយប៉ុន្តែគាត់អត់ស្លាប់គាត់នៅរស់បានធម្មតាបន្ទាប់មកគាត់បានរត់ចេញពីទីក្រុងដោយបានជិះរថភ្លើងទៅផ្ទះរបស់គាត់នៅ Nagasaki អ្នកទាំងអស់គ្នា Nagasaki ហ្នឹងគឺជាផ្ទះរបស់គាត់ហើយទីក្រុង Hiroshima ហ្នឹងគឺជាកន្លែងដែលគាត់ធ្វើការខ្ញុំនិយាយទៅកុំឲ្យអ្នកទាំងអស់គ្នាច្រឡំគ្នាអីអញ្ចឹងណានៅ3ថ្ងៃបន្ទាប់ខណៈពេលដែលគាត់កំពុងនិយាយអំពីអ្វីដែលបានកើតឡើងហ្នឹងស្រាប់តែមានគ្រាប់បែកទី2បានធ្លាក់ចុះមកហ្មងទាំងអស់គ្នាបានន័យថាពេលដែលគាត់កំពុងតែនិយាយរៀបរាប់ពីហេតុការណ៍ដែលកើតឡើងនៅទីក្រុង Hiroshima ហ្នឹងស្រាប់តែមានគ្រាប់បែកមួយទៀតបានធ្លាក់ចុះមកហើយគ្រាប់បែកហ្នឹងគឺជាគ្រាប់បែកទី2តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលអ្នកទាំងអស់គ្នាគឺគាត់នៅរស់ម្ដងទៀតនិយាយទៅគួរឲ្យជឿអ្នកទាំងអស់គ្នាគាត់បានឆ្លងកាត់ហេតុការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរហ្នឹងដល់ទៅ2លើកប៉ុន្តែគាត់នៅមានជីវិតរស់អ្នកទាំងអស់គ្នានិយាយទៅគឺអស្ចារ្យមែនតើហ្មងទម្លាក់លើកទី1នៅទីក្រុង Hiroshima ទម្លាក់លើកទី2គឺនៅទីក្រុង Nagasaki ទីក្រុងដែលគាត់នៅហ្មងនិយាយទៅគឺគាត់មានសំណាងមែនតើហ្មងអ្នកទាំងអស់គ្នាដែលរួចផុតពីហេតុការណ៍ទម្លាក់គ្រាប់បែកហ្នឹងណាហើយមិនមែនតែម្ដងណាគឺ2ដងណាអ្នកទាំងអស់គ្នាអូយគាត់ទៅសំណាងមែនតើហ្មងហើយគេគ្រប់គ្នាបានហៅគាត់ថាបរិសដែលរស់ពីគ្រាប់បែកនុយក្លេអ៊ែរ2ដងបន្ទាប់ពីហេតុការណ៍នោះមកគាត់បានរស់នៅរហូតដល់ឆ្នាំ2010ចឹងមកន័យថាគាត់ទទួលមរណភាពនៅឆ្នាំ2010ហើយសាច់រឿងនោះគឺជារឿងប៉ុន្តែអ្នកទាំងអស់គ្នាដែលបានកាត់ឡើងនៅអំឡុងពេលសង្គ្រាមលោកលើកទី2ចឹងបន្ទាប់ពីបានស្ដាប់សាច់រឿងហ្នឹងហើយអ្នកទាំងអស់គ្នាមានចំណារអារម្មណ៍មិនដែរហើយបើសិនជាចង់ឲ្យខ្ញុំនិយាយពីរឿងប្រវត្តិសាស្ត្ររឿងអីប្លែកៗអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូហ្នឹងបាន